Hello អូខេអញ្ចឹងថ្ងៃហ្នឹងយើងមក init project React ទាំងអស់គ្នាអញ្ចឹងទីមួយដែលយើងត្រូវធ្វើនៅពេលដែលយើងសរសេរ React បានមុនពេលដែលយើងសរសេរ React បានយើងត្រូវ install Node.js នៅក្នុងម៉ាស៊ីនរបស់យើងសិនព្រោះ Node.js គឺជា JavaScript runtime នៅលើម៉ាស៊ីនរបស់យើងអញ្ចឹងនៅពេលដែលយើង install Node.js នៅក្នុងម៉ាស៊ីនរបស់យើងហើយយើងអាចសរសេរ React ឬក៏យើងអាចសរសេរ JavaScript ដោយមិនចាំបាច់ run នៅលើ web browser ឯងយើងអាច run វានៅលើម៉ាស៊ីនរបស់យើងបានអូខេអញ្ចឹងអ្នកនរគ្នាត្រូវចូលមកក្នុង Node.js អឺ website របស់ Node.js ហ្នឹងមក official website របស់ Node.js ហើយបន្ទាប់មកទៀតអ្នកនរគ្នាចូលមកកន្លែង download ហើយ follow តាម instruction របស់គេទៅបើសិនជាយើងប្រើ Linux យើង download Linux ជាមួយ Linux យើងប្រើ Mac ឬប្រើ Windows យើង download តាមនឹងមកយើងមើល instruction គេតាមនឹងមកអូខេអញ្ចឹងបន្ទាប់ពីយើង install Node.js ហើយយើងអាចចូលមកក្នុង terminal ហើយយើងវាយពាក្យ node-v មកយើងនឹងឃើញ version Node.js របស់យើងនៅក្នុងម៉ាស៊ីនរបស់យើងហើយនៅពេលដែលយើង install Node ហើយប្រកាសណាស់វានឹងមកជាមួយនៅ npm ហ្នឹងគឺជា Node Package Management សម្រាប់ឲ្យយើងធ្វើការផ្សេងៗពីនឹងទៀតទៅinstall នៅ dependency ផ្សេងៗអញ្ចឹងទៅអូខេអញ្ចឹងអ្នកយើងនឹងយល់បន្ថែមទៅមុខទៀតពាក់ព័ន្ធនឹងហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើងយល់ពីហ្នឹងហើយយើងទៅ set up project របស់យើងជាមួយ Vite ទាំងអស់គ្នាអញ្ចឹងមិនប្រកាសថាយើងត្រូវតែ create React app ជាមួយ Vite ទេយើងអាចទៅ init project របស់យើងជាមួយនឹង tool ផ្សេងៗបានអញ្ចឹងប៉ុន្តែនៅក្នុងនេះខ្ញុំប្រើ Vite ហើយក៏ suggest ឲ្យអ្នកនរគ្នាប្រើ Vite ដែរដោយសារតែ Vite គឺវាលឿននៅពេលដែលយើង development អញ្ចឹងវា compile លឿនវា run លឿនអញ្ចឹងយើង install ជាមួយ Vite ទៅអូខេអញ្ចឹងយើងចូលមក get start មកហើយបន្តមកទៀតយើង scroll មកក្រោមយើងនឹងឃើញ command របស់គេយើង copy អាហ្នឹងមកហើយបន្តមកទៀតយើងcopy អាហ្នឹងមកប៉ុន្តែខ្ញុំចង់ដាក់ project structure project របស់ខ្ញុំនៅក្នុង document ហើយខ្ញុំនឹង set up វាអូខេអញ្ចឹងខ្ញុំ pass អាហ្នឹងមកហើយខ្ញុំ enter អូខេអញ្ចឹងខ្ញុំយក yes ហើយយើងដាក់ឈ្មោះ project របស់យើងមកអញ្ចឹងខ្ញុំដាក់ React app ហើយយើងយក React ព្រោះយើងធ្វើលើ React enter ហើយយើងសេលើ TypeScript ទៅក៏ប៉ុន្តែ TypeScript និង JavaScript វាដូចគ្នាប៉ុន្តែ TypeScript គឺយើងសរសេរ type អញ្ចឹងណាអញ្ចឹងយើងយក type មកអូខេហើយបន្ទាប់មកទៀតយើង cd ទៅកាន់ React app របស់យើងទៅកាន់ directory ដែលយើងបង្កើតឈ្មោះ React ហ្នឹង React app ហ្នឹងអញ្ចឹងយើង cd ទៅកាន់ React app មកហើយខ្ញុំចង់បើកនៅក្នុង code វិញអញ្ចឹងយើងអាចបិទទៅនេះបានហើយយើងទៅបើក VS Code របស់យើងហើយយើងទៅ open folder របស់យើងមកអញ្ចឹងនៅក្នុង document យើងមាន React app របស់យើងអញ្ចឹងយើង open មកអូខេអញ្ចឹង open បានហើយយើង trust មួយមកអូខេហើយយើង zoom តិចមកបន្តមកទៀតយើងចូលយើងបើក terminal របស់យើងបើក terminal មកហើយតាមខ្ញុំចាំ instruction មិញអឺតាមខ្ញុំចាំ instruction មិញយើងត្រូវ cd ទៅកាន់ React app របស់យើងហើយបន្តមកទៀតយើងត្រូវ install npm install ដើម្បី install package ហើយនឹង dependency មួយចំនួនអញ្ចឹងយើង npm install មកអញ្ចឹងវានឹងចាប់ផ្ដើមទៅ check នៅក្នុង package JSON ថាមានគេខ្លះវានឹង pull dependency នឹងមកដោយវាបង្កើតនៅ node module នៅខាងនេះអញ្ចឹងតិចទៀតអ្នកនរគ្នានឹងឃើញ node module ដែលវាទាញមកហើយអញ្ចឹងវាត្រូវការពេលបន្តិចយើងអាចចាំបន្តិចទៅហើយបន្ទាប់មកទៀតយើង npm run dev ទៅវានឹង start project ឲ្យយើងហើយយើងនឹងឃើញ result ទាំងអស់គ្នាអញ្ចឹងយើងអាច wait បន្តិចទៅ
អូខេអញ្ចឹងវារៀងយូរដែរអញ្ចឹងយើងអាចមើលនៅក្នុងproject structure របស់យើងមានគេខ្លះភាគច្រើននៅក្នុង project structure នេះគឺយើងមើលនៅលើ source យើងធ្វើការនៅលើ source ច្រើនយើងត្រូវ focus នៅលើ source ហើយផ្សេងពីហ្នឹងគឺយើងអត់បានប៉ះពាល់វាទេយកត្រូវអត់ប៉ះពាល់វាទេអូខេ node module ចាប់ផ្ដើមមកហើយចឹងមានថាវា pull មកបដហើយឃើញសិតតែ dependency ដែលវា pull មកអត់ដឹងអីខ្លះទេច្រើនណាអញ្ចឹងវាសិតតែជា dependency ហើយអូខេអញ្ចឹងវាកំពុងតែ download យើងមកស្វែងយល់ពី project structure មួយចំនួនអូខេអញ្ចឹងវា download ហើយអញ្ចឹងខ្ញុំគិតថាយើង run project សិនណា npm run dev អញ្ចឹងយើង control ហើយយើង click មកវាទៅ default website របស់យើងហើយវាទៅ default browser ដែលយើងកំណត់ហើយអញ្ចឹងនេះគឺជា default ដែលយើង init ជាមួយ with ហើយនឹង react វាចេញបែបនេះអូខេអញ្ចឹងយើងinit project យើងបានហើយអញ្ចឹងមុននឹងចូលទៅមុខទៀតខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹង project structure របស់យើងអូខេអញ្ចឹង project structure របស់យើងវាមាន node module អញ្ចឹង node module ហ្នឹងគឺនៅពេលណាដែលយើង npm install ទៅវា pull dependency ហ្នឹងមកហើយមួយទៀតពាក់ព័ន្ធជាមួយនឹងsource នេះនៅក្នុង source នេះគឺយើងធ្វើការច្រើនមួយទៀតពាក់ព័ន្ធជាមួយនឹង package JSON នេះដូចខ្ញុំបានប្រាប់មិញហើយអញ្ចឹងយើងក៏លេខមកមើលនៅក្នុង index HTML នៅក្នុង index HTML នេះបើយើងក៏លេខមកមើលទៅយើងមានឃើញ ID root មួយអូខេអញ្ចឹងហើយនៅក្នុងនេះវាមាន script សម្រាប់ import main TSX ហ្នឹងមកអញ្ចឹងមានន័យថារាល់ពេលដែល render interface យើង render គឺវាចូលមកក្នុង root នេះនៅក្នុង index HTML នេះអញ្ចឹងហើយបានគេហៅថា React គឺជា SPA single page application មានន័យថាវា run តែមួយ page ទេវា run នៅក្នុង page index HTML នេះអូខេអញ្ចឹងនៅក្នុង index HTML ហ្នឹងគឺវាចូលមកក្នុង root នេះអញ្ចឹងយើងចូលទៅមើល main របស់យើងអញ្ចឹង main នៅក្នុង source ហើយយើងមកមើលនៅក្នុង main នេះយើងនឹងឃើញ create root document.get element by id root អញ្ចឹងមានន័យថារាល់ពេលដែល interface យើងឬក៏ code របស់យើង render ហ្នឹងវានឹងចាប់ចូលមកក្នុង root នេះ .render អញ្ចឹង interface យើងសរសេរនៅក្នុង app នេះ app component តិចទៀតយើងនឹងយល់អីទៅជា component ហើយអញ្ចឹងនៅពេលដែលយើងចូលមកដល់ហ្នឹងយើងរកមើល app.tsx component ហ្នឹងមកយើងនឹងឃើញ code របស់យើងហើយអញ្ចឹងអា code នេះពេលដែល project យើង start up យើង npm run dev មិញហ្នឹងនេះអាម្ដុំហ្នឹងគឺជាអានេះហើយគឺជាអានេះឯងមានន័យថានៅពេលដែលវា run វាចាប់ផ្ដើមធ្វើអានេះមុនគេហើយវានឹងយកអា interface ហ្នឹងយកអា code ហ្នឹងវានឹងបញ្ជូនមកក្នុងអា main TSX នេះ main នេះអញ្ចឹងវា get element by id root វាបញ្ជូនអាហ្នឹងចូលមកក្នុង index html អញ្ចឹងនៅក្នុង index html យើងឃើញយើងហៅ source main មកហើយវា create root document get element by id ចូលមកក្នុង root ហ្នឹងវានឹង run នៅក្នុង root ហ្នឹងហើយអញ្ចឹង interface show នៅក្នុង index html នេះមានថា single page application អញ្ចឹង interface ទាំងអស់គឺ render ចូលមកក្នុងហ្នឹងអញ្ចឹងអីទៅជា single page application ខ្ញុំនឹងចូលទៅឲ្យជ្រៅបន្តិចពាក់ព័ន្ធជាមួយនឹង single page application នៅក្នុង React ហ្នឹងអញ្ចឹងយើងចូលមក browser របស់យើងចូលមកខ្ញុំនឹង explain បន្តិចពាក់ព័ន្ធនឹងអាហ្នឹងឧទាហរណ៍ថានៅពេលដែលខ្ញុំមានinterface មួយឥឡូវខ្ញុំមានអានេះយើងហៅថា index.html យើងអាចសេថា index.html អូខេអញ្ចឹងអាហ្នឹង index.html ដូចយើងមើលមកអញ្ចឹងនេះ index.html អញ្ចឹងនៅក្នុង index.html នេះគឺជា single page ឯងអញ្ចឹងឧទាហរណ៍ថាមានមិញមានអីគេមាន app អានេះយើងដាក់ app ចឹងទៅ app.tsx អញ្ចឹង app.tsx នេះក៏វាចូលមកក្នុងនេះដែរក៏វាចូលមកក្នុងនេះដែរ component អានេះយើងហៅថា component អញ្ចឹងអា app យើងសរសេរវាជា JSX ឬក៏ TSX អញ្ចឹងបើសិនជាយើងសរសេរជា TypeScript យើងសរសេរ TSX
តែបើសិនជាយើងសរសេរជា JavaScript យើងអាចសរសេរ JSX ឥឡូវខ្ញុំដាក់ JSX ចេះមួយទៀតទៅហើយយើងទាញវាឲ្យវែងតិចមកអូខេអញ្ចឹងអាហ្នឹងគេហៅថា component អញ្ចឹងរាល់component ទាំងអស់គឺ render ចូលក្នុង index.html នេះ single page application នេះអញ្ចឹងឧទាហរណ៍ថាមាន page មួយទៀតឧទាហរណ៍ខ្ញុំបង្កើត component មួយទៀតឈ្មោះអីគេឈ្មោះឥឡូវខ្ញុំសេដាក់នៅក្នុងនេះមកដាក់វាដាក់ថា about page.tsx ចឹងទៅហើយ JSX ចឹងទៅអញ្ចឹងអានេះក៏វាចូលមកក្នុងនេះដែរនៅពេលដែលយើងចូលដល់ component ហ្នឹងគឺវាចូលមកក្នុង index.html ហ្នឹងដែរអូខេអញ្ចឹងហ្នឹងឯងគេហៅថា single page application គឺ component UI ទាំងអស់គឺ render នៅក្នុង index.html ហ្នឹងតែមួយឯងដោយវាចាប់តាម ID នេះអូខេអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងចូលទៅ example ទាំងអស់គ្នាពាក់ព័ន្ធមួយហ្នឹងហើយបើយើងនិយាយពី multiple page វិញឧទាហរណ៍ដូចយើងចូលយើងសរសេរ HTML ពីច្រើនមានអីគេមានយើងសរសេរ home HTML footer about page យើងសរសេរតាម file ហ្នឹងទៅយើង route ទៅតាម file navigate តាម file ហ្នឹងទៅវាចេញហើយអញ្ចឹងនៅក្នុង React ធ្វើអញ្ចឹងបានដូចគ្នាឆ្ងល់ថាហេតុអីបានវា single page application អញ្ចឹងវាសូតាហ្នឹងឯងមែនអត់ទេយើងត្រូវ install third party គេហៅថា React router DOM អីហ្នឹងដើម្បី set up route ដើម្បីឲ្យវា navigate ទៅតាម route មួយហ្នឹងប៉ុន្តែវា run នៅក្នុង index.html នេះតែមួយទេអញ្ចឹងដើម្បីកាន់តែច្បាស់យើងចូលទៅដល់ code របស់យើងទាំងអស់គ្នាអញ្ចឹងយើង run បានហើយអញ្ចឹងទី1យើងចូលមក component ខ្ញុំនឹង explain អំពី component អូខេអញ្ចឹងនៅក្នុងនេះយើងមើលនៅក្នុង FTSX យើងខ្ញុំនឹង remove ចោលទាំងអស់សិនយើងអាច remove បានយើង remove ចោលមកយើងទុក CS យើងទុកប្រើទៅយើង remove ចោលអូខេយើង remove អានេះគេហៅថា React fragment យើងអាចសរសេរចេះក៏បានឬក៏យើងអាចសរសេរជា react.fragment ចេះក៏បានយើង import ពី React មកបានដូចគ្នាអញ្ចឹងចូលមកដល់ក្នុងនេះអានេះគេហៅថា component អញ្ចឹងនៅពេលដែលខ្ញុំសរសេរពាក្យ h1 មួយខ្ញុំដាក់ say hello world ហើយខ្ញុំ save ហើយយើងចូលមកក្នុង code យើងវិញយើងនឹងឃើញពាក្យ hello world ហើយអូខេអញ្ចឹងយើងឃើញ hello world អញ្ចឹងមានថាហ្នឹងជា component ហើយអញ្ចឹងខ្ញុំចង់បង្កើត component មួយទៀតយើងអាចបង្កើត component មួយទៀតបានយើងអាច set constant ស្មើគេមិនសរសេរnavbar អូខេហើយខ្ញុំសរសេរយើងត្រូវ return ដើម្បី render UI ហ្នឹងហើយយើង set div ចេះមកហើយយើងដាក់ថា h1 navbar ចឹងទៅអូ sorry ខ្ញុំដាក់សញ្ញាស្មើយើង set ESX យកដាក់សញ្ញាស្មើហ្នឹងឯងដាក់ស្មើនេះហើយសញ្ញាព្រួញចេះហើយយើង save មកអូខេអញ្ចឹងខ្ញុំអាច call component ហ្នឹងនៅក្នុងនេះបានអូខេអញ្ចឹងយើង save មកឃើញ navbar ហ្នឹងវាលេងបាននេះហើយអញ្ចឹងនៅពេលដែលខ្ញុំចូលមកយើងនឹងឃើញ navbar ព្រោះខ្ញុំ call navbar នៅក្នុងហ្នឹងអាហ្នឹងគេហៅថា component អញ្ចឹងបើយើងមើលនៅក្នុង UI របស់យើងមើលបែបនេះ component ឥឡូវយើងមួនេះចេញតិចទៅអីទៅជា component មានន័យថាគេចែកវាជា block code មួយគេបង្កើតមក component មានបង្កើតមួយ file ផ្សេងជាមួយ block នៃ code ហើយយើងអាច call វាខ្ញុំប្រើបានដើម្បីបង្កើតវាទៅជាចេញជា page មួយឧទាហរណ៍ខ្ញុំមានhome page ប៉ុណ្ណេះអានេះយើងហៅថា home page ហើយបន្តមកទៀតខ្ញុំមាន component ខ្ញុំដាក់ថានេះ navbar អានេះគឺជា component navbar នេះគឺជា component navbar នេះអាចជា component យើងអាចបង្កើតជា layout បង្កើតជា component យើងដាក់ navbar.tsx ឬក៏ JSX ហើយយើងសរសេរ code block code នៅក្នុងហ្នឹងយើង call វាមកប្រើនៅក្នុង
parent component មកតិចទៀតយើងនឹងយល់ហើយអូខេអញ្ចឹងអានេះក៏អាចជា component អានេះយើងសរសេរ sidebar អានេះក៏អាចជា component ដែរអានេះក៏អាចជា component sidebar យើងអាចសរសេរ component មួយ block បានឧទាហរណ៍ថានេះ card អានេះ card នេះក៏អាចជា component អូខេ card នេះក៏អាចជា component នេះក៏អាចជា component ដែរអូខេអញ្ចឹងនៅពេលដែលយើងចងវាជា component ហើយយើងយកវាមកប្រើវានឹងបង្កើតបានជា web page ថ្មីមួយអូខេអញ្ចឹងយើងអាចធ្វើជាបានអា card នេះក៏អាចជា component navbar នេះក៏អាចជា component sidebar នេះក៏អាចជា component អញ្ចឹងយើងនៅពេលដែលយើងផ្គុំគ្នាទៅវាខ្លាយទៅជា web page view មួយអូខេអញ្ចឹងដើម្បីកាន់តែច្បាស់យើងអាចចូលមកក្នុង code របស់យើងវិញហើយបន្តមកទៀតនេះជា navbar component អញ្ចឹងខ្ញុំមកចង់សរសេរនៅក្នុង inline តែមួយឯងអ្នកនរគ្នាអាចសរសេរ inline បានឧទាហរណ៍ថាយើងអាចសរសេរ navbar នៅក្នុងនេះបានយើងអាចសរសេរអូខេ navbar hello navbar អញ្ចឹងទៅប៉ុន្តែឧទាហរណ៍ថា imagine បើសិនជា code យើងច្រើនហើយយើងចង់ធ្វើឲ្យ code យើងវាមើលទៅវាមានសណ្ដាប់ធ្នាប់ហើយវា reusable code មើលទៅស្រួលមើលគេបំបែកវាទៅជា component អញ្ចឹងខ្ញុំចូលទៅក្នុង source ខ្ញុំបង្កើត directory មួយឈ្មោះថា component អូខេអញ្ចឹងនៅក្នុង component នេះខ្ញុំចាប់ផ្ដើមបង្កើត navbar.tsh អូខេអញ្ចឹងយើងចាប់ផ្ដើមសរសេរមកសរសេរfunction យើងមកខ្ញុំដាក់ឈ្មោះថា navbar ហើយបន្តមកទៀតយើង complete return បង្កញ្ចក់ចេះមកហើយយើងដាក់ div មកយើងក្នុងនេះយើងដាក់ div អានតែមួយណាបើសិនជាយើងឧទាហរណ៍យើងដាក់ div ចេះគឺវាអត់ឲ្យឯងវា error អញ្ចឹងអ្នកនរគ្នាទៅចាំកន្លែងហ្នឹងគឺយើងដាក់ div បានតែមួយទេអូខេអញ្ចឹងនៅក្នុងនេះខ្ញុំដាក់ថា hello navbar សិនអូខេអញ្ចឹងត្រង់កន្លែងនេះនៅពេលដែលអ្នកនរគ្នាមាន component បែបនេះអ្នកនរគ្នាយើងត្រូវ export វាសិនមានន័យថា export default navbar export default navbar ហ្នឹងគឺមានន័យថាយើង export វាដើម្បីអាចឲ្យ component ផ្សេង import វាបានឧទាហរណ៍ថានៅពេលដែលយើង export ចឹងហើយយើងអាច import វាមកប្រើបានយើងអាចធ្វើបែបនេះបាន import navbar ឃើញអត់វា auto complete ហើយតែខ្ញុំចង់សរសេរពេញ from component យើងអាច component from navbar អូខេអញ្ចឹងយើងអាចលុបអានេះចេញដោយ call component យើងមកប្រើបែបនេះបានអូខេអញ្ចឹងនេះគឺជា navbar អញ្ចឹងយើង back មក result របស់យើងមកបិទអានេះចោលយើងនឹងឃើញ hello navbar វាចេញមកពី component មួយនេះអញ្ចឹងនៅពេលដែលខ្ញុំបិទ component ហ្នឹងវានឹងបាត់ដូចគ្នាអូខេអញ្ចឹងអាហ្នឹងគេហៅ component មានន័យថាយើងបបែក code ណាមួយដែលយើងគិតថាយើងអាចបបែកបានចេញជា component ហើយចាំយើង call វាយកមកប្រើបែបនេះឬក៏គេហៅថា invoke component នេះយកមកប្រើបែបនេះបានអូខេអញ្ចឹងខ្ញុំបើក navbar វិញបានអូខេអញ្ចឹងខ្ញុំចង់មាន footer ឥឡូវខ្ញុំដាក់ h1 hello footer អូខេវានឹងឡើង footer ប៉ុន្តែខ្ញុំអត់ចង់បាន footer បែបនេះទេខ្ញុំចង់ទៅបង្កើត component ហើយខ្ញុំ call component នឹងមកប្រើអញ្ចឹងយើងចូលទៅ component របស់យើងមកនេះ directory component របស់យើងទៅបង្កើត footer មក footer.tsh អញ្ចឹងយើងសរសេរមក footer ស្មើអូខេហើយយើង return ដាក់ div complete បាត់ div ហើយយើងដាក់ឧទាហរណ៍មក hello from footer ហើយយើង complete export default footer របស់យើង sorry footer របស់យើងអញ្ចឹងយើងលុបអានេះចោលមកយើង call footer យើងមកអូខេ see អញ្ចឹងយើង call footer យើងអាច import footer របស់យើងបាន from component from footer យើង call បែបនេះមកអញ្ចឹងវានឹង call footer នេះបានដូចគ្នាអញ្ចឹងបើសិនជាខ្ញុំបិទ component នេះវានឹងបាត់ footer អញ្ចឹងនេះគេហៅថា component មានន័យថាយើងបំបែកវាទៅជា code មួយ block ទូចហើយ call វាមកប្រើឬក៏ invoke វាមកប្រើទៅកាន់ parent component ណាមួយអូខេអញ្ចឹងនឹងគេហៅថា
component អូខេអញ្ចឹងយើងចូលមកដល់ value នៅក្នុងនេះនៅក្នុង React យើងអាច call value យកមកប្រើនៅក្នុងនេះបានឧទាហរណ៍ខ្ញុំបង្កើត constant មួយខ្ញុំដាក់ថា number ស្មើ12ក្នុងនេះអញ្ចឹងនៅក្នុងនេះអត់មានអី show ទេអញ្ចឹងខ្ញុំអាចដាក់បែបនេះបាននេះគឺជាការ call value យើងអាចយើងបើកវងកញ្ចក់បែបនេះអាហ្នឹងគេមិនហៅវងកញ្ចក់គេហៅផ្លេចបាត់ហើយខ្ញុំផ្លេចបានតែវងតគៀបអញ្ចឹងទៅហើយយើង enter មកនេះរបៀបហៅ value ចូលមកក្នុង JSX ឬក៏ TSX អញ្ចឹងយើងឃើញ12ហើយអញ្ចឹងខ្ញុំភ្លេចប្រាប់អ្នកនរគ្នាពាក់ព័ន្ធជាមួយនឹង TSX ឬក៏ JSX ហ្នឹងគេហៅថាការសរសេរ JavaScript បើយើងនិយាយស្រួលស្ដាប់ទៅមានន័យថាយើងសរសេរ JavaScript នៅក្នុង HTML បានអញ្ចឹងណាអញ្ចឹងគេហៅថា JSX ហើយអាហ្នឹងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅអូខេអញ្ចឹងបើ more information អ្នកនរគ្នាអាចទៅ research ឬស្រាវជ្រាវបន្ថែមពាក់ព័ន្ធមួយហ្នឹងទៅអូខេអញ្ចឹងអានេះគឺជា number អញ្ចឹងបើយើងចង់ដាក់ថា con name អូខេ string John Doe អញ្ចឹងទៅហើយយើងអាចហៅបានបែបនេះយើងអាចសរសេរ h1 ហើយយើង call name បែបនេះអូខេអញ្ចឹង John Doe number ទី2អញ្ចឹងអាហ្នឹងវាមានតែប៉ុណ្្នឹងទេ basic របស់ React ហើយយើងត្រូវយល់ពីពាក់ព័ន្ធមួយអាហ្នឹងទៅគឺបានហើយអាហ្នឹងគឺការ call value បែបហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើងយល់អីទៅជា component យល់ទៅជា value អញ្ចឹងយើងមកសិក្សាអំពីការ pass prop ទៅកាន់ component អីទៅជា prop អញ្ចឹងយើងនឹងយល់ prop អញ្ចឹងខ្ញុំលុបអានេះចោលខ្ញុំសុំលុបអានេះចោលសិនអូខេសុំលុបអានេះចោលសិនអូខេអញ្ចឹងខ្ញុំចង់ទៅបង្កើត component មួយឈ្មោះថា cat new file component .cat.tsx អញ្ចឹងខ្ញុំសរសេរ con cat ស្មើខ្ញុំ return div h1 អញ្ចឹងនៅពេលដែលអ្នកនរគ្នាបង្កើត component complex export default ហើយ cat ឈ្មោះ cat ហ្នឹងមកអូខេប៉ុណ្្នឹងសិនអានេះយើងអត់តនេះយើងសរសេរដាក់កូកាអូខេបែបនេះអញ្ចឹងខ្ញុំ call cat ហ្នឹងចូលមកយើងសេបែបនេះបានឲ្យវា auto complete ទៅពេលយើងសេយើង enter ទៅវា auto complete មកហើយអូខេអញ្ចឹងយើងចូលមកវិញយើងនឹងឃើញកូកាអូខេកូកាអញ្ចឹងនៅក្នុងកូកានេះអញ្ចឹងខ្ញុំលុប footer ចោលសិនកុំឲ្យគ្នាយើងច្រឡំហើយលុបអានេះចោលដែរឥឡូវយើងឃើញតែកូកាអូខេអញ្ចឹងខ្ញុំចង់ pass data ពីក្នុង parent component អានេះគេហៅថា parent component ណា parent component មានន័យថាគឺ component ដែលអាចដែល call អា component ផ្សេងចូលមកក្នុងនេះហើយវា render UI របស់ component ហ្នឹងឧទាហរណ៍ថា cat វាជា component ហើយនៅក្នុង app នេះ call cat invoke cat នេះចូលមកអញ្ចឹងមានន័យថា cat នេះជា children component ហើយ app នេះជា parent component អញ្ចឹងមានន័យថាយើងចង់ pass តម្លៃនេះចង់ pass number ហើយចង់ pass name ហ្នឹងពី parent component នេះពី app component ទៅកាន់ cat component ដែលជា child component គេថាយើងអាចដាក់ថា children តែនេះមិនវាដើរអញ្ចឹងសិនទៅ children component ហើយយើងបិទបែបនេះទៅអូខេអញ្ចឹងវាមកទាំងអស់យើងអាចសេបែបនេះបានយើង comment ពីលើទៅយើងដាក់ថា child component អូខេអញ្ចឹងអាហ្នឹងជា child component អូខេអញ្ចឹងបន្តមកទៀតខ្ញុំចង់ pass អានេះអញ្ចឹង name នេះខ្ញុំដូរដាក់កូកាសិនអូខេកូកាអញ្ចឹង number នេះយើងអាចដូរដាក់ price ទៅ price
អញ្ចឹងនៅក្នុងខាតនេះខ្ញុំចង់ផាតម្លៃនេះចូលទៅកាន់ខាតមួយនេះអញ្ចឹងខ្ញុំផាហ្នឹងគេហៅថា prop អញ្ចឹងខ្ញុំត្រូវផា prop ទៅកាន់ខាតមួយហ្នឹងអញ្ចឹងបើយើងត្រូវដឹងថាខាតហ្នឹងមានត្រូវការ value ចំនួនប្រមាណឧទាហរណ៍ថាខាតអ្នកនរគ្នាត្រូវការ value ដូចជា title price discount អីចឹងទៅអញ្ចឹងយើង declare វាតាមហ្នឹងទៅអញ្ចឹងនៅក្នុងខាតនេះយើងត្រូវ declare សិនយើងត្រូវគិតថាយើងត្រូវការតម្លៃប៉ុន្មានដើម្បីផាសពី parent ចូល child អញ្ចឹងអានេះជា child ហើយអញ្ចឹងបើយើងចង់ដឹងតម្លៃយើងគិតខ្លួនឯងមកថាយើងចង់បានប្រមាណតម្លៃអញ្ចឹងឧទាហរណ៍ថាខ្ញុំត្រូវការពីតម្លៃទេ name ហើយនឹង price អញ្ចឹងទៅអញ្ចឹងខ្ញុំអាចសរសេរនៅក្នុងនេះបានអញ្ចឹងអានេះចាប់ផ្ដើមមានថា error missing សូមទោស missing following property type name ហើយនឹង price អញ្ចឹងយើងអាច pass prop ទៅបានហើយអូខមិញនៅក្នុងខាតនេះយើង split ចេះមកស្រួលគ្នាយើងមើលនេះអញ្ចឹងនៅក្នុងខាតនេះយើង declare តម្លៃពីរ name ហើយនឹង price អញ្ចឹងនៅក្នុងនេះយើងអាចសរសេរមកព្រោះអានេះជា child component ហើយអានេះគឺជា parent component ខ្ញុំនិយាយពីមុនអញ្ចឹង parent component មានន័យថាគឺ component ណាដែល call component មួយទៀតចូលមក render UI របស់វាឧទាហរណ៍ថានេះ app ហ្នឹងជា component ហើយព្រោះអីវាហៅខាតនេះហៅខាត component ហ្នឹងចូលមកក្នុង component របស់វាអញ្ចឹងអាហ្នឹងវាគឺជា parent component app ហ្នឹងជា parent component ហើយខាតនេះគឺជាchild component children component ថាកូនរបស់វាអញ្ចឹងណាអូខេអញ្ចឹងវាត្រូវការពីតម្លៃអញ្ចឹងយើងផាស prop ទៅទី1គឺគេ name ពេលយើងសេមកវា auto complete ឲ្យអញ្ចឹងដាក់ name មកដាក់អីគេយើងផាសនេះចូលមកនេះ name យើងផាសតម្លៃចូលមក name អូខេអញ្ចឹងយើងដាក់ price អញ្ចឹងមកអូខេអញ្ចឹងវាលេង error ហើយអញ្ចឹងយើង save ហើយនៅក្នុងនេះយើងអាច call នៅក្នុង child component យើងអាច call បែបនេះបានយើងជប់ដាក់ចេះយើងដាក់ dynamic យើងដាក់បែបនេះដើម្បី call value ដូចខ្ញុំឧទាហរណ៍ឲ្យមិញ name អូខេអញ្ចឹង name ដាក់ p មក price ហើយយើងដាក់ដុល្លារពីមុខមកឲ្យមើលទៅតម្លៃវាអូខេអញ្ចឹងនៅពេលដែលយើងបើកមកយើងឃើញនេះកូកាតម្លៃ$12អូខេអញ្ចឹងហេតុអីបានវាមាន error ដោយសារតែវាជា TypeScript អញ្ចឹងយើងត្រូវ design យើងត្រូវសរសេរ type ឲ្យវាអូខេខ្ញុំសរសេរ type ខ្ញុំដាក់ cat type prop type អញ្ចឹងទៅស្មើនឹងតម្លៃមាន name ជា string ជា string ហើយ price គឺជា number អូខេអញ្ចឹងយើងអាចផាសកន្លែងនេះដោយ cat prop type អញ្ចឹងវាលេង error ហើយនេះគឺជា type អញ្ចឹងវាលេងមាន warning ហើយយើងចូលមកមើលរបស់យើងដែរមកយើងឃើញថាកូកាតម្លៃ$12កន្លែងយើងដាក់ x1 ដែរមកឲ្យវាដាក់ x2 មកឲ្យវាតូចជាង x1 តិចទៅឲ្យយើងមើលឃើញច្បាស់អូខេអញ្ចឹងកូកា$12អញ្ចឹងទៅអូខេអញ្ចឹងនេះហើយគឺជាផាស prop ទៅកាន់ child component អញ្ចឹងខ្ញុំចង់បញ្ជាក់ម្ដងទៀត app នេះគឺជា parent component ហេតុអីបានយើងហៅថា parent component គឺមានន័យថាយើងហៅ component ផ្សេងឲ្យយកមកប្រើប្រាស់នៅក្នុងខ្លួនរបស់វាឧទាហរណ៍ app នេះវាហៅ cat component ចូលមកប្រើប្រាស់នៅក្នុងខ្លួនរបស់វាអញ្ចឹងយើង app នឹងអាច render UI របស់ cat component នឹងបានអញ្ចឹង cat component នឹងវាប្រែคล้ายខ្លួនវាទៅជា child component អញ្ចឹង cat នេះគឺជា cat នឹងគឺជា child component ហើយមួយទៀតបើយើងចង់ឲ្យតម្លៃពី parent component ចូល child component យើងអាចធ្វើបានដោយយើងផាស prop ទៅអញ្ចឹងនេះគឺជា prop អញ្ចឹងដូចខ្ញុំលើកឡើងខាងដើមដើម្បីផាស prop បានយើងត្រូវដឹងថាយើងចង់បានតែគេខ្លះពីយើងចង់បានតម្លៃប្រមាណពី parent component អញ្ចឹងយើងត្រូវ declare តម្លៃនៅក្នុង child component យើងបែបនេះមកអូខេបន្តមកទៀតបានយើងចាប់ផ្ដើមហៅបែបនេះផាស prop ទៅបែបនេះហើយយើង call មកបែបនេះមកគឺវាដើរហើយអូខលឃើញ price 12យើងផាស price ទៅអានេះវា get price បានហើយ child component ហ្នឹងយក price ទៅបានហើយអូខេអញ្ចឹង
មានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ពាក់ព័ន្ធជាមួយអីគេទៀតអាច comment នៅខាងក្រោមបានអញ្ចឹងឲ្យយើងតទៀតពាក់ព័ន្ធជាមួយនឹងuse state អញ្ចឹងចូលមកដល់use state យើងមើល value នេះ use state គឺស្រួលទេអត់មានអីពិបាកទេគ្នាយើងចូលមកក្នុង use state យើងអាច say constant បែបនេះ constant យើងបើកបែបនេះហើយយើងដាក់state ហើយយើងដាក់ set state អូខេអញ្ចឹងយើងត្រូវ call use state យកមកប្រើបែបនេះអូខេអញ្ចឹង use state គឺជា library ហើយជា library ដែលយកមកពី React អូខេអញ្ចឹងនៅក្នុងនេះឥឡូវយើងលុបអានេះចោលយើងលុបបែបនេះទៅហើយយើងបិទខាតដែរអូខេអញ្ចឹងនៅក្នុងនេះយើងឃើញថាហេតុអីគេសេបែបនេះហើយនឹងគឺជា syntax របស់គេទេប៉ុន្តែអង្គទី1នេះ state នេះគឺជាវាប្រៀបបានដូចជាអញ្ចឹង con state តម្លៃស្មើ0អញ្ចឹងវាដូចគ្នាប៉ុន្តែអានេះដោយសារវាមានឈ្មោះដូចគ្នាឥឡូវខ្ញុំដាក់ s អូខេអញ្ចឹងអា state នេះគឺជាតម្លៃ value ដំបូងគេថា initial value បើសិនយើងគិតវាទៅលើ object យើងអាចសេ object ក្នុងនេះចិត្តជាតម្លៃលេខ1យើងអាចសេតម្លៃលេខ1អញ្ចឹងខ្ញុំចង់ឥឡូវខ្ញុំចង់បាន state នេះតម្លៃ state នេះ initial value គឺ0អញ្ចឹងទៅអញ្ចឹងត្រូវចាំថា state នៅកន្លែងនេះគឺជាតម្លៃដំបូងតម្លៃ state ដំបូង initial value ហើយអង្គទី2នេះគឺ set state គឺជា function សម្រាប់ set តម្លៃឲ្យអា state នេះប្រែប្រួលអា state នេះអង្គទី1នេះប្រែប្រួលអញ្ចឹង set state នេះវាធ្វើវាដាក់មកដើម្បីមាន event ឬក៏មានអីមួយកើតឡើងដើម្បីឲ្យ state មួយនេះប្រែប្រួលអញ្ចឹង state នេះដំបូងឡើយគឺយើងអាចដាក់វាស្មើ0អញ្ចឹងទៅបន្តមកទៀតនៅពេលដែលយើងចង់កែប្រែវាយើងត្រូវយក set state នេះមកដំណើរការដើម្បីកែប្រែតម្លៃមួយនេះអូខេអញ្ចឹងយើងឧទាហរណ៍ទៅលើ count មួយអញ្ចឹងវាប្រៀបបានដូចអានេះទេអញ្ចឹងខ្ញុំលុបអានេះចោលឧទាហរណ៍ថាខ្ញុំមានឥឡូវយើង call value state នឹងយកមកប្រើសិនខ្ញុំដាក់ h1 ដដែលហើយយើង call value នឹងយកមកប្រើគេយើង call state អញ្ចឹងយើង save មើលសិនតោះមកយើងមើលមកយើងឃើញតម្លៃ0ហើយអូខេអញ្ចឹងយើងដាក់ number នៅពីមុខមកឲ្យមើល yes sorry យើងដាក់អញ្ចឹងប្រហែលខុសអូខេដាក់ប៉ុណ្ណេះបានណាអូខេ number 0អញ្ចឹង state នេះយើង call យកមកប្រើហើយ initial តម្លៃវា0អញ្ចឹងបើសិនជាយើងដាក់ initial តម្លៃវាមានថាតម្លៃចាប់ដើមអញ្ចឹងបើយើងដាក់លេខ1វានឹងលេខ1អូខេអញ្ចឹងខ្ញុំចង់ឲ្យមានប៊ូតុងមួយសម្រាប់ click count នៅពេលដែលខ្ញុំ click ទៅអា state ហ្នឹងវាផ្លាស់ប្ដូរតម្លៃកើនឡើងម្ដងមួយអញ្ចឹងស្រួលទេយើងសរសេរប៊ូតុងមកអូខេហើយយើងដាក់ click to increment អញ្ចឹងទៅអូខេអញ្ចឹងយើងឃើញប៊ូតុងហើយអញ្ចឹងយើងចាប់ផ្ដើម click មកវាអត់តាន់ទៅទេណាដោយសារយើងអត់តាន់មាន event អីទៅលើវាទេអញ្ចឹងយើងត្រូវចង event មួយអញ្ចឹងអ្នកនរគ្នាត្រូវ save function មួយឈ្មោះថា handle count អញ្ចឹងទៅ handle increment អញ្ចឹងទៅអូខេបែបនេះបន្តមកទៀតខ្ញុំចង់ឲ្យតម្លៃហ្នឹងនៅពេលដែលខ្ញុំ click អាប៊ូតុងនេះឲ្យអា state នេះវាប្រែប្រួលអញ្ចឹងហើយអានេះដូចខ្ញុំបាននិយាយខាងដើមថា set state នេះមានន័យថាធ្វើវាដើម្បីផ្លាស់ប្ដូរតម្លៃ state នេះអញ្ចឹងនៅពេលដែលយើង click ប៊ូតុងនេះធ្វើមិនឲ្យអា state នេះប្រែប្រួលអញ្ចឹងយើងមិនត្រូវហៅ function នេះយកមកប្រើ set state យើងមិនយកខ្ញុំចង់ឲ្យវា click ទៅកើនមួយយើងមិនយក state នេះយើងមិនយកតម្លៃ state ដំបូងហ្នឹងបូក1ទៅអត់អញ្ចឹងនៅពេលដែលខ្ញុំ click អានេះមកវានឹងទៅហើយប៉ុន្តែដោយសារតែនៅក្នុងប៊ូតុងនេះយកអត់តន់ហៅវាដើរអញ្ចឹងយើងត្រូវប្រើ event on click ហើយយើង call handle increment ហ្នឹងមកអូខេអញ្ចឹងនៅពេលដែលយើងហៅអាមួយនេះមកវាចាប់ផ្ដើមធ្វើការនេះ set state ឲ្យតម្លៃ state ហ្នឹងកើនម្ដង1អូខេអញ្ចឹងយើងតេស្តមកនៅពេលដែលខ្ញុំ click វានឹងឡើង2 3 4 5 6 7អញ្ចឹងទៅអូខេអញ្ចឹង state មានតែប៉ុណ្្នឹងទេហើយយើងអានេះគឺជាមានន័យថាជា basic ទេ state ហ្នឹងហើយទៅទៀតទៅវាមានច្រើនជាងនឹងទៀតវាធ្វើការទៅលើ object array object អីជាដើមអញ្ចឹងទៅអញ្ចឹងអានេះខ្ញុំគ្រាន់តែចង់បង្ហាញពីតើ state ហ្នឹងវាធ្វើការយ៉ាងម៉េចអញ្ចឹង
ដោយដែលខ្ញុំបាននិយាយចឹងថា state តម្លៃដំបូងគឺតម្លៃដែលចាប់ initial value នៅនេះហើយអង្គទី2នេះគឺជា function សម្រាប់ set ឲ្យ state នឹងប្រែប្រួលឲ្យតម្លៃដែលយើង initial នឹងប្រែប្រួលជាក់ស្ដែងនៅក្នុង function មួយនេះនៅពេលដែលខ្ញុំសរសេរបែបនេះខ្ញុំ set state ហ្នឹងនេះ set state ខ្ញុំយកអាហ្នឹងមកប្រើហើយឲ្យ state នេះកើនម្ដងមួយនៅពេលដែលខ្ញុំប្រើ event on click ទៅលើ handle click មួយនេះអូខេអញ្ចឹង use state សង្ឃឹមថាអត់អីទេហើយបើមានបញ្ហាអីអាច comment នៅខាងក្រោមបានខ្ញុំនឹងdetail បន្ថែមពាក់ព័ន្ធហ្នឹងបើសិនជាយើងអត់ច្បាស់កន្លែងណាមួយអូខេអញ្ចឹង use state អស់ហើយអញ្ចឹងយើងចូលមក use effect យើងអីទៅជា use effect អូខេអញ្ចឹង use effect គឺបែបនេះអញ្ចឹងបែបនេះខ្ញុំទុកអានឹងដែរទៅហើយយើងធ្វើ use effect អញ្ចឹង use effect យើង import មក use effect បែបនេះអូខេអញ្ចឹង use effect គឺប្រើសម្រាប់ component ហ្នឹង re-render វាកើតឡើងនៅពេលដែល component ចាប់ផ្ដើម re-render វា re-render យ៉ាងម៉េចអញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាអូខេអញ្ចឹងយើងចូលមកខ្ញុំចាប់ផ្ដើមបង្កើត use effect គេសរសេរបែបនេះ use effect គឺយើងអាចថា syntax ក៏បានដែរអូខេ syntax ក៏បានដែរយើងសេបែបនេះហើយយើង complete បើកទៅគេបែបនេះហេតុអីយើងត្រូវបើកអញ្ចឹងដោយសារតែយើងដាក់អាហ្នឹងដើម្បីឲ្យ use effect ហ្នឹងគឺវាធ្វើការបានម្ដងនៅពេលដែល component re-render គឺ use effect ហ្នឹងធ្វើការតែម្ដងឯងអូខេអញ្ចឹងនៅពេលយើងបិទទៅនេះហើយជាវាអាចធ្វើការច្រើនដងតែយើងអាចទៅតេស្តបន្តិចទៀតទៅប៉ុន្តែបើតាមអ្វីដែលខ្ញុំធ្លាប់ដឹងមកយើង syntax របស់វាគឺត្រូវបើកពងកញ្ចក់បែបនេះអូខេអញ្ចឹងដើម្បី test use effect ខ្ញុំអាច console បានឥឡូវខ្ញុំ console console.log ខ្ញុំដាក់ថា work ចឹងទៅអូខេអញ្ចឹងយើងចូលមក console មកអូខេខ្ញុំវារៀងនេះបន្តិចបើក zoom ធំបន្តិច console អញ្ចឹងខ្ញុំ clear នេះចោលសិនយើងមិនបាច់តន់ care ហ្នឹងឯងអញ្ចឹងនៅពេលដែលខ្ញុំ refresh គ្នាយើងនៅពេលដែល refresh វា re-render អូខេឃើញវា work ឯងខ្ញុំគិតថា2ដងនេះប្រហែលជាវានៅក្នុង development អញ្ចឹងវានៅក្នុង development វាអាចចេញ2ដងចាការពិតវា run តែម្ដងឯណាវា run តែម្ដងឯងប៉ុន្តែនៅក្នុង development វាចេញ2ដងអញ្ចឹងហើយយើងមិនបាច់ care ការពិតទៅវាដើរតែម្ដងឯងអញ្ចឹងនៅពេលដែលខ្ញុំ refresh ទៀតវាដើរតែម្ដងទៀតទេអូខេអញ្ចឹងនៅពេលដែលខ្ញុំ click count ក៏វាដើរដែរអញ្ចឹងមានន័យថាវាធ្វើការនៅពេលដែល component ហ្នឹង re-render អញ្ចឹងឧទាហរណ៍ថាខ្ញុំមាន console ចេះទៀតខ្ញុំមាន console នៅក្នុងនេះអញ្ចឹងអ្នកនរគ្នាគិតថាមួយណាដើរមុនឥឡូវខ្ញុំដាក់ work ទី2ចេះទៅអូខេអញ្ចឹងខ្ញុំ reload អូខេអញ្ចឹងមានន័យថា component ហ្នឹងវាធ្វើការនៅ use effect ហ្នឹងវាធ្វើការនៅពេលដែល component re-render អញ្ចឹងមានន័យថាអា component ហ្នឹងវា render ហើយសិននេះអានេះវា render ហើយសិនបានអា use effect ហ្នឹងវាធ្វើការតាមក្រោយអញ្ចឹងណាអាហ្នឹង use effect ហ្នឹងគឺធ្វើការបែបហ្នឹងអញ្ចឹងមានន័យថាអានេះវាដើរមុនបន្ទាប់មកបានអានេះធ្វើការតាមក្រោយជុំថាវាធ្វើការនៅពេលដែល component re-render អញ្ចឹងមានមួយទៀតដែលសំខាន់នៅពេលដែលយើងដាក់ value អីមួយនៅក្នុងនេះដើម្បីយើង tracking មានន័យថាយើង track ថាយើងចង់ឲ្យវាដើរបន្ទាប់ពីសកម្មភាពណាមួយ tracking ឧទាហរណ៍ខ្ញុំដាក់ state នៅបែបនេះហើយខ្ញុំ refresh មួយសិនអូខេខ្ញុំបិទទៅនេះចោលខ្ញុំដាក់ state បែបនេះអញ្ចឹងនៅពេលដែលយើងបិទវានេះវា work អូខេ work អញ្ចឹងខ្ញុំដាក់ state ឧទាហរណ៍ពេលខ្ញុំដាក់ state នៅពេលដែលខ្ញុំ click អាហ្នឹងអានេះវានឹងធ្វើការម្ដងទៀតព្រោះអីវា tracking មើលថានេះអានេះវាប្រែប្រួលអត់នៅពេលដែលបើសិនជាអានេះ tracking វា tracking ថាអានឹងប្រែប្រួលអានេះក៏វាធ្វើការដែរអញ្ចឹងអាកន្លែងវាកញ្ចក់នេះបើយើងអត់មានអីទេវាធ្វើការតែម្ដងឯងប៉ុន្តែបើសិនជាយើងដាក់អីចូលវាចាប់ផ្ដើមចាប់អសកម្មភាពដំបូងនៅពេលដែលយើងបើកមកវាធ្វើការម្ដងសិនហើយបន្តមកទៀតនៅពេលដែលយើង tracking វាមានថាវាចាប់ tracking អីមួយនៅពេលអានឹងផ្លាស់ប្ដូរវានឹងធ្វើការម្ដងទៀតអញ្ចឹងនៅពេលដែលខ្ញុំប៉ះអានេះគឺវាធ្វើការម្ដងទៀតស៊ីអញ្ចឹងនៅពេលដែលខ្ញុំ click ទៀតវាធ្វើការទៀត2ដង click 3ដង click 4ដង
ចឹងមានថាវាចាំមើលថានេះនៅពេលដែលវា tracking ថានៅពេលដែល state នេះប្រែប្រួលវានឹងធ្វើការអញ្ចឹងកន្លែងនេះនៅពេលដែលយើងដាក់អាហ្នឹងដើម្បីវា tracking ទៅលើសកម្មភាពអីមួយអញ្ចឹងឧទាហរណ៍ថាខ្ញុំបិទចេះវិញអូខេខ្ញុំបិទចេះហើយខ្ញុំ refresh មួយសិនអូខេអញ្ចឹងវាធ្វើការដំបូងម្ដងហើយអញ្ចឹងបើខ្ញុំអត់បានដាក់ state ទេនៅពេលដែលខ្ញុំ click វាអត់ work ទេស៊ីមានថាវាអត់ work ហ្នឹងទេដោយសារអីខ្ញុំអត់បាន tracking វាខ្ញុំអត់បានដាក់ state ហ្នឹងដើម្បី track វាប៉ុន្តែនៅពេលដែលខ្ញុំដាក់ state ហ្នឹង save វានឹង tracking ឯងអញ្ចឹងនៅពេលដែលខ្ញុំនេះម្ដងទៀត refresh ម្ដងទៀតឃើញវាធ្វើការលើកដំបូងម្ដងអញ្ចឹងនៅពេលដែលខ្ញុំ click ឃើញវាធ្វើការម្ដងទៀតមួយទៀត click មួយទៀត click ពីរទៀត3ទៀតអញ្ចឹងវា tracking អា state ហ្នឹងបើ state ហ្នឹងប្រែប្រួលវាធ្វើការម្ដងទៀត state ហ្នឹងប្រែប្រួលវាធ្វើការម្ដងទៀតអញ្ចឹងអាហ្នឹងឯង effect នៃដំណើរការគេហៅថា life cycle របស់ React គឺវាដំណើរការបែបហ្នឹងអូខេអញ្ចឹងខ្ញុំគិតថាReact Basic គឺមានតែប៉ុណ្្នឹងដើម្បីស្វែងយល់ពីវាហើយបើមានបញ្ហាអីអាច comment នៅខាងក្រោមទៅយើងនឹងនិយាយហើយយើង discuss ទាំងអស់គ្នាពាក់ព័ន្ធនឹង React អញ្ចឹងចំពោះខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូ React ក្រោយៗទៀតខ្ញុំនឹង share ពាក់ព័ន្ធនឹងអីថ្មីអូខេអញ្ចឹងពេលនេះយើងចប់ប៉ុណ្្នឹងទៅហើយយើងជួបគ្នានៅវីដេអូក្រោយហើយអរគុណច្រើន